អូនេះមិនបានពូសញ្ញាគេដាច់អស់លេងចឹងនេះនេះដោយសារយើងបន្ទប់ទី1អត់មានណាចូលគេងអូនេះគេពងគេងបន្ទប់ទី2ទី4ហើយទី6អានេះតនេចង់ជួអូខេចឹងឥឡូវសុំបើកបន្ទប់ទី1មើលតិចមក check in ណា Yes អូ check in ចុចដោយដៃមើលសុំមើលតិចអូខេបន្ទប់លេខ1ចាឥឡូវជួយចុចឲ្យទៀតមកចង់ check in បន្ទប់លេខម៉ានលេខ3ចាអូយលយម៉េះអូខេលេខ5ទៀតមកចឹងលេខ5 check in ណាវ៉ាវអូខេបិទចោលអស់ទៅលេខមានអ្នកគេងហើយcheck out ណា check out អូគ្លីបម៉េះ check out អស់ហើយបន្ទប់តនេឥឡូវសុំមើលក្នុងតិចមកសុំមើលក្នុងទូនឹងតិចអូខេនៅសាមញ្ញទេមិនក៏មកបិទបើកចឹងអូខេអានេះ Wi-Fi អូខេសុំបិទភ្លើងមួយមកដើម្បីដឹងថាភ្លើងអូខេរលេលោតអស់មែនតើគឺគាត់បញ្ជាតាមទូរស័ព្ទដៃបិទអស់អស់លេងចាតែភ្លើងពីលើមកមានណាអូខេចុចទៀតទុកទី5អូខេអូចាំសុំឡប់បែលបិទលើរលេផងឲ្យដឹងថាបន្ទប់ណារលេ stand ទៅលើដេញពីនេះបន្ទប់ទី1បន្ទប់ទី2បន្ទប់ទី3បន្ទប់ទី4បន្ទប់ទី5បន្ទប់ទី6នេះសើអបទាំងអស់នេះគេចាហើយសុំបើកវិញបើកបន្ទប់ទីម៉ានចង់បើកសុំបើកទាំងអស់បដ ாய் ទៅចង់បើកគ្រប់បន្ទប់បើកបន្ទប់ទី1បើកទី6បើកទី2បិទវិញបើកទី2បើកទី5បើកទី4បើកទី3អូលយមែនយើងទៅដើរលេងនៅក្រៅប្រទេសអីក៏បានដែរយើងបើកបន្ទប់អូស៊ីធម្មតាអូខេចង់អត់បាក់កាច់ពីសំតើកាច់អីទេណោះអូខេហើយនេះពូសញ្ញាសុំបិទម្ដងទៀតមកបន្ទប់ទី1បើក check out បន្ទប់ទី2 check out បន្ទប់ទី3 check out បន្ទប់ទី4 check out បន្ទប់ទី5 check out បន្ទប់ទី6 check out អូខេបងអញ្ចឹងសុំសួរវិញថាបើសិនជាយើងអត់បានបញ្ជាបិទតាមទូរស័ព្ទទេយើងអាចបើកពីក្នុងនេះបានអត់បានតែយើងជាទូទៅយើងចាក់សោនេះយើងមានសោចាក់ទូទៅណាចាកុំឲ្យគេប្រើហើយយើងចង់បើកភ្លើងវិញcheck អានេះយើង check in អូខេចាហើយបើថាយើងទៅដើរលេងក្រៅប្រទេសអីចឹងយើងទុកអ្នកណាមួយទុកចិត្តអីចឹងបើកទាំងអស់មកចឹងខ្ញុំមានន័យថាយើងអាចបើកតាមដៃក៏បានតាមទូរស័ព្ទក៏បានបើទូរស័ព្ទយើងអស់ថ្មយើងទៅក្រៅប្រទេសអីយើងទុកចិត្តអ្នកណាមួយឲ្យ check in ឲ្យទៅបើកទូ check in ទៅលយហ្នឹងណាតំណងមកគេហើយដល់ពេលទូរស័ព្ទយើងសាកថ្មពេញអីពេញយើងអាចបិទវិញណាបន្ទប់លេខ6បន្ទប់លេខ3បន្ទប់លេខ3បិទបានបន្ទប់លេខ5បន្ទប់លេខ4ណាបន្ទប់លេខ1ណាលយមែនសម័យជឿនលឿនទៅម្ចាស់ទស្សនៈឲ្យគេលេងនៅចាំផ្ទះហ្នឹងហើយអ្វីដែលខ្ញុំដឹងគឺទូនេះយើងត្រូវបានរៀបចំប្រព័ន្ធ Wi-Fi ជូនភ្ញៀវមួយទៀតដោយសារភ្ញៀវគាត់ថាគាត់ចង់បាន Wi-Fi មួយទៀតអញ្ចឹងពួកខ្ញុំក៏ធ្វើតាមសំណូមពរគឺយើងប្រើ 4G Wi-Fi router ដែលយើងភ្ជាប់ឲ្យស្រេចជាមួយរលេហើយភ្ញៀវយកទៅគាត់មានតួនាទីតែយកភ្លើងចូលទៅក្នុង3 ហ្វានេះហើយបន្ទាប់មកដកភ្លើងចេញទៅតាមបន្ទប់នីមួយៗទៅចាអូខេឥឡូវនេះដល់ពេលអញ្ចឹងខាង AQ គាត់យើងនឹងបានរៀបចំគ្រឿងឲ្យភ្ញៀវមកកាផ្លេស្អាតតែម្ដងណាបងប្អូនចាយើងឃើញភាពទំនើបកម្មមិញហើយគឺយើងបិទបើកតាមទូរស័ព្ទហើយពូសញ្ញាក៏បង្ហាញ display អីអញ្ចឹងបដ ாய் ទៅណាហើយនេះសំខាន់មួយនេះទៀតនេះគិតគូរដល់ចំណុចនេះទៀតគឺតកតងជាមួយនឹងខ្សែភ្លើងដែលយើងដុយសម្រាប់ឲ្យ Wi-Fi ខាងលើនេះអញ្ចឹង Wi-Fi ខាងលើនេះគឺយើងបានរៀបចំប្រព័ន្ធភ្លើងដែលមានព្រីឲ្យស្រេចនៅក្នុងទូនេះដើម្បីឲ្យភ្ញៀវគាត់យកទៅយកភ្លើងចេញពីនេះ
ពេលណាដែលរលេយើងវាយផ្ដាច់ភ្លើងឬក៏មានប្រព័ន្ធភ្លើងណាមួយដែលនៅផ្នែកខាងក្រោមនេះទៅបានផ្ដាច់ក៏ Wi-Fi យើងនៅដំណើរការដូចដើមចានៅ AMC វាចឹងបណ្ដោយអូខេហើយសម្រាប់ Wi-Fi នេះគឺជា Wi-Fi router ប្រភេទល្អដែលយើងមានថ្មនៅខាងក្នុងហ្នឹងជួយ spare ភ្លើងបានខ្លះមិនឲ្យដាច់ប៉ិតតែម្ដងទេអញ្ចឹងការតំណាក់តំណងរវាង relay ជាមួយនឹង Wi-Fi ហ្នឹងគឺនៅដំណើរការល្អដដែលបងប្អូន relay Wi-Fi AQ នេះខ្ញុំចង់បញ្ជាក់កន្លែងនេះគឺ relay នេះគឺមានមុខងារច្រើនណាស់មិនមែនត្រឹមមុខងារបិទបើកតាមទូរស័ព្ទដៃតែប៉ុណ្្នឹងទេគឺមានមុខងារផ្សេងទៀតដែលយើងធ្លាប់ធ្វើវីដេអូរៀបរាប់កន្លងមករួចហើយចាអញ្ចឹងបងប្អូនចង់បាន relay នេះអាចទៅ AQ ណាយើងមាន stock ហើយនឹងគ្រឿងសម្ភារៈផ្សេងនៅក្នុងទូនេះគឺយើងមាន stock ទាំងអស់អាចទៅ AQ បានអូខេអញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែល support ការងារ AQ ណាចាអរគុណបងដែលកំងទូពី AQ ចាហើយ relay ទាំងអស់នេះមាន display តាមពី wall អំពែដកប្រាហើយមួយទៀតចាគឺភ្ញៀវគាត់ឲ្យពួកខ្ញុំកំណត់គីឡូភ្លើងនៅក្នុង relay នេះថាភ្ញៀវគាត់ប្រើត្រឹមតែ100គីឡូឲ្យបិទភ្លើងអូតូម៉ាទិកហ្មងជូនតាមសំណុំពរអរគុណបាយបាយ